ជំរាបសួរលោកគ្រូពួកខ្ញុំមកពីក្រុមទី13ថ្ងៃហ្នឹងពួកយើងមកធ្វើការ present ទៅលើ project automata របស់ពួកខ្ញុំហើយនេះគឺជា team member របស់ពួកខ្ញុំដែលខ្ញុំមកឈ្មោះលោកប៊ុនលៀងហេយូឡុងឈីសមងចំបញ្ញានិងឈុនភក្តីហើយនេះគឺជា table of contents ដែលមាន11ចំណុចចំណុចទី1គឺ introduction ដែលនិយាយទី1គឺអីទៅគឺជា FA ទី2គឺអត្ថប្រយោជន៍របស់ FA នៅក្នុង computer science និងទី3គឺភាពខុសគ្នារវាង NFA និង DFAចំណុចទី2គឺ project overview និង feature អញ្ចឹងគោលបំណងក្នុង project មួយនេះគឺយើងធ្វើហើយគឺយើងដើម្បីយល់ដឹងពីគំនិត fundamental របស់ automata theory ទី2គឺដើម្បីសិក្សាពិសោធន៍ទៅលើប្រភេទខុសៗគ្នារបស់ FA មានដូចជា NFA និង DFA ទី3គឺ visualize transition ហើយនិង internal workings ហើយមួយទៀតគឺ key feature ដែលទី1គឺ input FA ទី2គឺ convert NFA ទៅកាន់ DFA ទី3គឺ testing acceptance ទី4គឺ minimize DFA និងទី5គឺ manage cell FA របស់យើងបាន3ចុចfeature architecture នៅក្នុង project automata program របស់ខ្ញុំសរសេរ code ជាទម្រង់ OOP ដោយយើងបានចែកជាប្រភេទ3 file ខុសគ្នា file HTML វាត្រូវបាន style ដោយ file CSS ហើយ file HTML វា handle event ជាច្រើនរបស់ JavaScript មានដូចជា main.js ជា UI logic fa.js គឺជា structure នៃ automata conversion គឺជាការ convert អំពី NFA ទៅកាន់ DFA operation គឺជាការ test string minimization គឺជា minimize DFA visualization គឺជាការបង្កើត graph ហើយ graph ហ្នឹងត្រូវបានបង្កើតឡើងដោយប្រើប្រាស់ library which.js ហើយ program របស់ខ្ញុំអាច store បាននៅក្នុង local storage ហើយយើងក៏អាច retrieve data ហើយនឹងកែវាបានដូចគ្នា4 user flow ចំណុច user flow គឺយើងនិយាយអំពីដំណើរការដែល user អាចប្រើប្រាស់បានជាដំបូងយើងមកចំណុចលេខ1ក្រហម main menu ឧទាហរណ៍នៅពេលដែលគេចុចលេខ1 FA វានឹងចូលទៅកាន់ចំណុចលេខ2ដែលយើងបញ្ចូលទៅន័យទៅយើង add បន្ទាប់មកយើងចុចប៊ូតុង add វានឹងបែងចែកជាពីរប្រភេទមាន NFA និង DFA ឧទាហរណ៍វាជាទម្រង់ជា NFA បន្ទាប់មកយើងគ្រាន់តែចុច convert វានឹងចុចចំណុចទម្រង់លេខ3ក្រហមវានឹង convert ទៅជា DFA ចំណុចនេះដែរគឺជាចំណុចដែលបង្កើត FA ឡើងដែលយើងអាចបង្កើត FA ដោយការ input state ហើយនិង alphabet start state អីហ្នឹងយើង input បន្ទាប់ពីយើង input វាហើយយើងអាច add វាចូលទៅក្នុង local storage វា store ទុកនៅក្នុង local storage វិញចំណុចទី6 conversion NFA to DFA មូលហេតុដែលយើងបង្កើត function ហ្នឹងមកគឺព្រោះ program យើងតតែវាជា DFA ទៅយើងអាច testing បានឧទាហរណ៍បើយើង input ID លេខ2ចឹងទៅបើសិនវាប្រហែលជា NFA យើងអាចចុច save NFA សិនក៏បានឬក៏យើង convert ទៅ DFA តែម្ដងក៏បានដូចរូបភាពខាងស្ដាំដៃនេះអញ្ចឹងពេលដែលយើងបញ្ចូលទៅវាជា NFA យើងអាច convert មក DFA តែម្ដងក៏បានដូចដែលរូបភាពនៅខាងក្រោមនឹងអញ្ចឹងសម្រាប់ចំណុចបន្ទាប់នៃទៀតបន្ទាប់ពីយើងបាន convert រួចហើយយើងធ្វើការ test វាថាតើវា accept ឬក៏អត់សម្រាប់ចំណុច test ហ្នឹងដែរយើងធ្វើឡើងដោយសារតែយើងចង់ដឹងថាតើFA របស់យើងហ្នឹងវាទៅដល់ final state ឬអត់យើងមើលទៅខាងស្នាមដៃមកយើងមើលទៅឃើញវាកន្លែង input មួយដែលយើងអាច input ID របស់ FA យើងចូលបន្ទាប់ពីយើង input រួចហើយយើងអាច load វាទៅដើម្បីចង់ដឹងមើលថាតើវាទៅ final state ឬក៏អត់ហើយសម្រាប់ចូលដល់ចំណុចទី8 minimization ចំណុចនេះគឺវាជួយកាត់បន្ថយនៅ state ឲ្យសល់តិចជាងមុននិងងាយស្រួលជាងមុនក៏ប៉ុន្តែប្រសិទ្ធភាពវានៅដដែលហើយនេះគឺជា function minimization DFA គឺយើងបង្កើតដើម្បី complete DFA ដោយ add a state និង missing transition ហើយនេះគឺជា output គឺយើងបញ្ចូលនៅ DFA user ID លេខ2វានឹងចេញមកបែបនេះចំណុចទី9គឺ manage cell file អញ្ចឹងនៅក្នុងនេះគឺយើង cell ព័ត៌មានទាំងអស់ដែលយើងបាន save ពីមុនមកហ្នឹងចូលទៅកាន់ table មួយនៅក្នុង local storage នៅក្នុង browser ហើយនៅក្នុង table មួយហ្នឹងគឺយើងមាន header ដែលបញ្ជាក់ថា column មួយហ្នឹងគឺ cell អីគេខ្លះនៅខាងក្នុងហ្នឹងយើងមានដូចជា detail input មានដូចជា transition របស់ FA របស់យើងបើសិនជា DFA យើងមានជាលក្ខណៈ visualization បើសិនជា NFA វាមាន status no ឬក៏ yes អញ្ចឹងទៅហើយយើងមានប៊ូតុង remove ផងដែរហើយយើងក៏អាច download ជាលក្ខណៈ file JSON ដើម្បីយកទៅមើលព័ត៌មានលម្អិតពី table នឹងក៏បានហើយចំពោះចំណុចទី10គឺ conclusion បន្ទាប់ពីបញ្ជាក់មួយនឹងហើយពួកយើងបានសិក្សានិងយល់ពី core concept របស់ automata theory ពី process របស់ NFA និង DFA conversion ហើយក៏ដូចជា
DFA minimization ផងដែរហើយក៏ពួកយើងធ្វើការស្វែងយល់បន្ថែមពី visualization ដែលធ្វើយ៉ាងម៉េចឲ្យយើងមើលឃើញថា transition របស់ FA ហ្នឹងវាចេញមកជារូបរាងជាក់ស្ដែងតែម្ដងចំណុចទី11ជាចំណុចចុងក្រោយគឺយើងធ្វើការ demo របស់គ្នាគឺខ្ញុំមានប៊ូតុង5បែបនេះនៅក្នុង main menu អញ្ចឹងទីមួយគឺយើងចូលទៅកាន់ input FA គឺមានន័យថាយើង design ឬក៏ define FA ដែលអាស្រ័យទៅលើ user input អញ្ចឹងយើងនឹងធ្វើការ input ទាំងអស់គ្នាដែលខ្ញុំនឹងដាក់រូបភាពនៅខាងលើនឹងមួយដើម្បីបញ្ជាក់ថានេះជាលំហាត់ដែលខ្ញុំនឹងធ្វើតាមហើយដើម្បី ensure ថា program របស់ខ្ញុំគឺគណនានឹងដំណើរការត្រឹមត្រូវអូខេឥឡូវនេះគឺខ្ញុំបាន input រួចរាល់អស់ហើយយើងនឹងចុចប៊ូតុង add ទៅអូខេអញ្ចឹងនេះគឺជាលទ្ធផលពីយើង input មិញគឺវាជា DFA អញ្ចឹងនៅពេលនេះវាមានdetail ព័ត៌មាននៅទៅហ្នឹងហើយមានរូបភាពជាលក្ខណៈ transition ឲ្យយើងដឹងដែរថាវាមានរូបភាពបែបណាហើយចំពោះពណ៌លឿងនេះវាជា start state ពណ៌ខៀវនេះគឺជា next state និងពណ៌បៃតងនេះគឺជា final state ហើយនៅពេលដែលវាជា DFA បែបហ្នឹងគឺយើងអត់ត្រូវការបំលែងទៅជាបំលែងអីទេដោយសារតែវាជាហើយដោយសារតែវាជា DFA ឬជាស្រេចហើយអញ្ចឹងយើងអត់ត្រូវការ convert ទៀតទេយើងគ្រាន់តែ save វាទៅអូខេអញ្ចឹងយើង save ហើយចំណុចទី2នេះគឺយើង convert ប៉ុន្តែវាជា DFA ស្រាប់ហើយអញ្ចឹងយើងមិនអាច convert បានទេតែបើយើងចង់ស្នាក់យើងអាច convert បានអញ្ចឹងវានឹងបញ្ជាក់ថាអាហ្នឹងវាជា DFA ហើយគឺយើងមិនអាច convert បានទេចំពោះទី3គឺយើងនឹង test string អញ្ចឹងយើងគ្រាន់តែ use enter ID របស់យើងមកអូខេយើង load មកអូខេអញ្ចឹងពេលយើង load មកគឺវានឹងមានលក្ខណៈ detail ឲ្យយើងដូចដើមហើយមាន transition ឲ្យយើងដូចគ្នាអញ្ចឹងយើងងាយស្រួលក្នុងការមើលនិងការ test string យើងអាចដាក់011 វាទៅ accept ហើយយើងក៏អាចដាក់ផ្សេងទៀតដែរដើម្បីដល់អូខេឥឡូវយើងដាក់បែបនេះគឺវា accept ហើយជាវាមានលក្ខណៈបែបនេះយើង save ទៅអូខេឥឡូវយើងចូលដល់ប៊ូតុងទី4គឺ minimize DFA របស់យើងវាយ ID យើងចូលដដែលយើងចុច minimize វា auto minimize យើងហើយយ៉ាអញ្ចឹងនេះគឺជា minimize គឺបែបនឹងឯងគឺបន្ទាប់ពី minimize ហើយអញ្ចឹងយើង exit មកអូខេហើយមួយទៀតហ្នឹងខ្ញុំនឹងធ្វើការ input NFA ដែលអាច convert ទៅកាន់ DFA បានដែលតែរូបនៅលើអេក្រង់នេះអញ្ចឹងយើងនឹងធ្វើតាមបែបហ្នឹងហើយយើងនឹងធ្វើការ input state ទាំងអស់គ្នាអូខេឥឡូវនេះគឺខ្ញុំបានបំពេញរួចរាល់អស់ហើយយើងនឹងចុច add FA យើងបាន user ID ទី2ហើយយើងទទួលបានបែបនេះដូចទៅនឹងរូបភាពដែលយើងបង្ហាញមុនអញ្ចឹងយើងអាចចុច save NFA នេះហើយយើងអាច convert នៅនឹងតលតែម្ដងឬក៏យើងអាច exit ហើយយើងអាចconvert នៅក្នុង main menu ក៏បានឥឡូវនេះខ្ញុំ convert ឥឡូវនេះខ្ញុំ convert នៅក្នុងនេះផ្ទាល់តែម្ដងអូខេអញ្ចឹងបន្ទាប់ពីខ្ញុំចុច OK ហើយគឺវា convert ទៅជា DFA ហើយដូចព័ត៌មានយើងបានឃើញលើនេះអញ្ចឹងហើយមាន detail នេះវាដូរទៅតាមហ្នឹងនេះគឺជារូបភាពរបស់យើងហើយយើង save ទៅអូខេឥឡូវនេះចូលដល់ exit test string ហើយយើងវាយ ID ទី2យើង load មកអូខេអញ្ចឹងនេះគឺជា DFA យើង convert មុននឹងឯងហើយយើង test hello accept string វាមកអូខេវាជា0ក៏ដើរ01ក៏ដើរដូចគ្នាអញ្ចឹងយើង save ហើយយើងចេញមកអូខេអញ្ចឹងយើងចូលដល់ minimize ម្ដងគឺយើងវាយ ID ទី2និង minimize auto តែម្ដងអូខេនេះគឺ minimize ហើយគឺមានរូបរាងបែបនេះហើយព័ត៌មានក៏ដូចគ្នាវាដូរទៅតាមទាំងដែរហើយយើង exit ចេញមកវិញហើយចុងក្រោយយើងចូលទៅកាន់ប៊ូតុង save ទាំងអស់របស់យើងហើយវាមានហើយនៅក្នុង table នេះគឺយើង save នៅក្នុង local storage នឹងឯងហើយយើងមានព័ត៌មានទាំងអស់ដែលយើងបាន save នៅក្នុងហ្នឹងហើយក៏យើងមានប៊ូតុង view ledger ដើម្បីឲ្យយើងងាយស្រួលក្នុងការមើលរបស់យើងបាន save ដូចបែបនេះអីចឹងហើយគឺយើងអាច remove វាចោលក៏បានហើយយើងក៏អាច download យើងចុច download មកវានឹងប្រាប់យើងហើយថាយើងបាន download ជា file JSON ហើយយើងចុចចូល open file ទៅហើយរបស់ដែលយើង save ទាំងអស់វានឹង save នៅក្នុង file JSON គឺមានលក្ខណៈបែបនេះឯងបាទ
អញ្ចឹង project របស់ពួកខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូសម្រាប់ការមើល